នេះគឺសកម្មភាពគោស៊ីស្មៅបាទមិនស៊ីស្មៅស៊ីចំបើងក៏ហៅភាសាមួយទៀតហៅកាទៀវហ្នឹងហើយអញ្ចឹងទៅនៅក្នុងរដូវខែវស្សាគឺយើងអត់មានស្មៅវាស៊ីទេមានតែចំបើងនេះឯងព្រោះតែក្នុងខែនេះគឺគេធ្វើស្រែអស់ហើយដល់ពេលអញ្ចឹងទៅគឺយើងមានវាដើម្បីរលែងវាឲ្យទៅស៊ីស្មៅទេដូច្នេះមានតែចងនៅក្នុងក្រោលហ្នឹងហើយត្រូវមកដាក់ស្មៅវាដាក់ច្បាំងវាស៊ីហ្នឹងតែបាទទោះបីជាវាស៊ីចំបើងអញ្ចឹងរាល់ថ្ងៃក៏ប៉ុន្តែវាអត់ទេធុញទេហ្នឹងហើយគាត់ពេលខ្លះសគាថ្មិញវាស៊ីរាល់ថ្ងៃពេលសគាថ្មិញទៅប៉ុន្តែវាស៊ីច្រើនអញ្ចឹងរាល់ថ្ងៃហ្នឹងហើយព្រោះអីបើវាមិនស៊ីអត់ដឹងអត់អីស៊ីតែការប៉ັດវាកំពុងត្រូវការស្មៅត្រូវការប្រភេទរុក្ខជាតិ8តដើម្បីជំនួយការស៊ីរបស់វាកុំឲ្យស្គៀថ្មិញណាហាត់កាមេរ៉ាចឹងវាបោចស៊ីទៅតាមចិត្តចង់របស់វាហ្នឹងទៅហ្នឹងហើយប្រភេទគោនេះផងដែរគឺគោគេហៅគោបាយណាហ្នឹងហើយច្រើនគេចិញ្ចឹមច្រើនអ្នកខ្លះគេលទ្ធភាពគេមានកម្លាំងពេញលេងទៅគេចិញ្ចឹមវាច្រើនព្រោះអីពេលកាលណាចិញ្ចឹមច្រើនវាទូផលច្រើនតែនឹងដែរណាហ្នឹងហើយនេះវាកំពុងតែមើលមកចូលស្រឡាក់អូខេវាកំពុងតែឆ្ងល់បដាភ័យបដាខ្លាយបដាចូលមកធ្វើអីចឹងវាស៊ីចុះឡើងទៅតាំងពីទឹកតតាំងល្ងាចហ្នឹងទៅក្នុងខែនេះរអីបើវាស៊ីអញ្ចឹងក៏ដាក់ផ្លែថ្នោតវាស៊ីទៅហ្នឹងវាទៅពីផ្អែមក៏ក្រក់វាស៊ីកាទេចឹងវាស៊ីតែសាច់ស្បែកវាហ្នឹងឯងដើម្បីកុំឲ្យស្គៀថ្មិញវាពេកនេះហាកូនត្រេនតូចជាងគេពេកហ្នឹងក្រៅគេពៀតកាលណាគេពៀតទៅអត់សូវចូលបានតគេចែកទៅវាចូលតាមក្រោយគេនេះមេខ្លោងគេបាទចាស់ដែរហើយចូល10ឆ្នាំហើយអូខេបងប្អូនអញ្ចឹងនៅក្នុងវីដេអូនេះក៏មិនមានអីជាអ្វីណាគាត់ចង់បង្ហាញស្ការហៀវគោស៊ីចំបើងតែប៉ុណ្្នឹងឯងហើយនេះគឺជាការចំនៅរដូវខែវស្សាសំជាខែប្រាំងយើងនឹងប្រឡែងវាទៅវាហើយអូខេអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាទក្រុមជំរាបលា